ស្រីម្នាក់សុំលេខទូរស័ព្ទបរិសង្ហាដែលនាងមិនស្គាល់នៅតាមផ្លូវតែមិននឹកស្មានថាមិត្តប្រុសនាងដែលឈរក្បែរនោះខឹងទុះខ្លាំងអ្នកសុំទំនាក់ទំនងគេធ្វើអីស៊ូអ៊ីងាកក្រោយតាមសូរសំឡេងនាងក៏ឃើញស៊ីយៀនឈោមិនឆ្ងាយប៉ុន្មានសម្លឹងនាងយ៉ាងត្រជាក់ស៊ូអ៊ីអ៊ូទំក្នុងចិត្តខ្ញុំគ្រាន់តែចង់ឲ្យរង្វាន់អ្នកចម្រៀងទេចាំបាច់សម្លឹងខ្លាំងម្លេះដូចខ្ញុំក្បត់អ្នកអីចឹងព្រោះតែមិនបានជាប់ជាប្រធានក្រុមស៊ូអ៊ីដែលពោពេញដោយការអារម្មណ៍ស្រពន់ចិត្តរត់ទៅរកស៊ីយៀនរួចអូនឯងក្នុងរង្វាន់គេខ្ញុំវេទនាណាស់នៅមានអារម្មណ៍សុំទំនាក់ទំនងគេទៀតខ្ញុំមិនយល់ថាអ្នកវេទនាប៉ុណ្ណាទេតែពាក្យលួងលោមរបស់ស៊ីយៀនមិនត្រូវចំណុចតតែសោះធ្វើឲ្យស៊ូយីខឹងខ្លាំងជាងមុនទៅទៀតស្ដីបន្ទោសថាគាត់មិនចេះលួងលោមគេទេតែស៊ូយៀនមិនបាននិយាយអ្វីច្រើនទេក៏អន់ថាប់នាងភ្លាមស៊ូយីស្រឡាំងតាំងភ្លាមពេលដឹងខ្លួនក៏ប្រញាប់រុញគាត់ចេញនិយាយថាធ្វើបែបនេះនៅមុខគេឯងមិនខ្មាស់គេទេស៊ូយៀនសួរថាអ្នកមិនមែនចូលចិត្តបែបនេះទេស៊ូយីបង្អួចមាត់ឲ្យអូនឯតិចនិយាយថានាងមិនបានធ្វើជាប្រធានក្រុមទេព្រោះលោកនិពន្ធស្វែងយីងមិនអនុញ្ញាតពេលស៊ូយៀនដូច្នេះគាត់ក៏ប្រកាសភ្លាមថានឹងណែនាំគ្រូពេទ្យភ្នែកឲ្យអ្នកនិពន្ធរបស់ពួកគេដើម្បីឌឺដងថាអ្នកនោះគ្មានភ្នែកមើលបើអីចឹងអ្នកប្រញាប់ទៅនិយាយហើយក៏ធ្វើពុតជាងាកចេញធ្វើឲ្យស៊ូអ៊ីភ័យហើយប្រញាប់តាមទាញគាត់ខំអង្វរឲ្យគាត់ពុំចិត្តក្តៅពេលត្រឡប់ដល់ផ្ទះវិញស៊ឺយ៉ានខំធ្វើម្ហូបពេញតូលួងលោមចិត្តនាងតែស៊ូអ៊ីបែរជាបង្កភាពលំបាកដោយចង់ញ៉ាំម្ហូបរីករាំងថែមទាំងធ្វើមុខក្រៀមក្រំខ្ញុំពិតជាវេទនាខ្លាំងណាស់ខ្ញុំគ្រាន់តែនិយាយចង់បានអ្នកធ្វើសង្សារក៏ត្រូវអ្នកស្ដីបន្ទោសទៀតព្រោះនៅទៅទៀតមានន័យអីស៊ឺយ៉ានដឹងច្បាស់ថាគាត់សម្ដែងក៏នៅតែបន្លំសួរទៅវិញថាចង់រករឿងអីទៀតហើយមិនទាន់ឲ្យស៊ឺយ៉ាននិយាយផងស៊ូយីដោះក្រវិលត្រចៀកទុនសាយពីក្បាលនាងហើយប្រុងប្រយ័ត្នដាក់លើក្បាលគេត្រចៀកវែងស្រមនោះគូបនឹងទឹកមុខត្រជាក់ស្រីរបស់គេគឺមើលទៅមិនសមសោះមើលទៅគួរឲ្យចង់សាច់ផងគួរឲ្យស្រឡាញ់ផងបន្ទាប់មកស៊ូយីកាន់ទូរស័ព្ទមកចិត្តថតរូបទោះបីស៊ឺយ៉ានមិននិយាយតែគេលួចការិយាប័ត្រនឹងសហការថតសំបីតែមាត់គេក៏ព្រមបន្ធូរបន្តិចដែរពេលនាងលេងអស់ចិត្តហើយស៊ឺយ៉ានក៏អត់មានមកក្បែរសួរដោយខ្ញុំថាតើអស់ចិត្តហើយនៅស៊ូយីចាប់មុខគេហើយគិតក្នុងចិត្តថាទោះបីមិនបានឡើងតំណែងក៏ដោយយ៉ាងហោចណាស់ក៏ខ្ញុំគ្រប់គ្រងស្យាវយ៉ានបានដែរនេះមិនអាក្រក់ពេកទេមែនទេស្យាវយ៉ានក៏ញឹមហើយលេងសើចថាអ្នកមិនមែនត្រឹមតែដោះស្រាយខ្ញុំម្នាក់ទេពេលឃើញស៊ូយីហាក់ដូចជាមិនយល់គាត់ក៏បន្តបញ្ជាក់ថាលឺស៊ីងជូជាមនុស្សអន់ត្រូវបានបណ្ដេញចេញដោយសារធ្វើស្រហែចំណែកឈីនលឺជីក៏ត្រូវបានថ្នាក់ដឹកនាំបញ្ឈប់ពីការងារដែរស៊ូយីទើបដឹងខ្លួនថាមិនគួរណាសម្រោះនាំគ្រោះថ្នាក់អីចឹងសោះមនុស្សដែលនាំគ្រោះថ្នាក់នោះគឺខ្ញុំផ្ទាល់ស្យាវយ៉ានក្រឡេកមើលគាត់យ៉ាងធុញទ្រាន់ប៉ុន្តែអារម្មណ៍មិនល្អក្នុងចិត្តរបស់គាត់បានរលាយបាត់អស់ទៅហើយថ្ងៃបន្ទាប់ស្យាវយ៉ានរៀបចំអាហារពេលព្រឹកមួយតូយ៉ាងយកចិត្តទុកដាក់តែស៊ូយីក៏អត់មានអារម្មណ៍ថាចង់ញ៉ាំទេព្រោះខ្លាចយឺតម៉ោងមិននឹកស្មានថាពេលកំពុងពាក់ស្បែកជើងស្រាប់តែមិត្តរួមការងារប្រុសម្នាក់ទូរស័ព្ទមកម្ខាងទៀតបានបួគាត់ញ៉ាំបាយនៅចុងសប្តាហ៍ស៊ូយីប្រញាប់បដិសេធក្នុងតែស៊ីយ៉ានបានរឿងនេះទាំងអស់ពេលគាត់ចេញទៅស៊ីយ៉ានក៏ខាត់គាត់សួរទាំងអារម្មណ៍ច្រណែនថាអ្នកណានឹងស៊ូយីញ៉ាំបកស្រាយថាជាអ្នកដឹកនាំរឿងថ្មីនៅការិយាល័យទស្សនាវដ្តីរូបសង្ហាហើយយកចិត្តទុកដាក់ណាស់ស៊ីយ៉ានកាន់តែច្រណែនខ្លាំងឡើងភ្លាមស៊ូយីប្រញាប់ទៅលួងលោមគេទោះល្អយ៉ាងណាក៏មិនដូចក្តីស្រឡាញ់តែខ្ញុំមានចំពោះអ្នកដែរក្នុងចិត្តខ្ញុំមានតែអ្នកម្នាក់គត់ពាក្យផ្អែមល្ហែមរបស់ស៊ូយីធ្វើឲ្យស៊ីយ៉ានសប្បាយចិត្តភ្លាមគាត់ញឹមហើយថើបលាបន្ទាប់មកក៏ប្រញាប់ទៅធ្វើការនាងគិតថាវានឹងចប់ត្រឹមនឹងនាងមិននឹកស្មានថាទើបតែចុះពីធ្វើការមកដល់ផ្ទះទេស៊ូអ៊ីក៏បានឃើញនៅលើតុបាយមាននំសៀនចៀនល្បីតាមអនឡាញនោះចិត្តរបស់នាងក៏កក់ក្ដៅភ្លាមនាងលួចដកដង្ហើមធំថាស៊ឺយ៉ានពិតជាស្រឡាញ់នាងខ្លាំងណាស់នាងក៏ចាប់យកមួយហើយញ៉ាំវាភ្លាមឆ្ងាញ់ដល់ម្លឹងហេះមួយសន្ទុះក្រោយមកមិនបាច់ញ៉ាំបាយទេរបស់ឆ្ងាញ់មិនមែននំសៀនចៀនទេគឺជាបំណងល្អរបស់ប្តីខ្ញុំពិតណាស់មិនអាចខ្ជះខ្ជាយសំបីតែមួយទេមួយសន្ទុះទៀតនាងត្រូវតែញ៉ាំបាយនិងហូបឲ្យអស់ព្រោះនោះគឺជាបំណងល្អរបស់ប្តីនាងក្រោយពេលបាយរួចស៊ូយីហត់នឿយពេកក៏ដេកលក់នៅលើសាឡុងបាត់ទៅរហូតដល់សៀនប្រាប់ថានៅខាងក្រៅមានព្រឺធ្លាក់ស៊ូយីក៏រំភើបចិត្តងើបទៅមើលព្រឺភ្លាមព្រោះគាត់ជឿថាអ្នកដែលនៅជាមួយគ្នានៅថ្ងៃព្រឺដំបូងនឹងស្រឡាញ់គ្នាអស់មួយជីវិតបន្ទាប់មកគាត់ក៏មិនអាចទប់ចិត្តលួចបង្ហាញក្តីស្រឡាញ់ម្ដងទៀតនិយាយថាពួកគេអាចនៅជាមួយគ្នាជារៀងរហូតឈិនស៊ឺយីវេបានជាប់ជាផ្លូវការនៅផ្នែកហិរញ្ញវត្ថុជ្រឹងស៊ូយីក៏លើកទឹកចិត្តឲ្យគាត់ព្យាយាមបន្តទៀតខ្លាចជាអ្នកកាសែតដ៏ឆ្នើមម្នាក់ស៊ឺយីវេក៏មកទាំងសប្បាយចិត្តដើម្បីប្រាប់ដំណឹងនេះដល់មិត្តភក្តិរបស់ខ្លួនប៉ុន្តែខណៈដែលអ្នកទាំងពីរមានក្តីស្រឡាញ់ខ្លាំងពួកគេក៏បានជួបនឹងពូរបស់នាងគឺសៀននេះជាលើកទី1ហើយដែលសៀនបានឃើញក្មួយស្រីរបស់គាត់នឹងយីវូបង្ហាញក្តីស្រឡាញ់នៅមុខគាត់ដល់អីចឹងក៏ខ្ញុំទ្រាំមិនបានចង់ឌឺដងដាក់គេបន្តិចឃើញគាត់លើកំរាមដៃមួយហើយឲ្យយោចូលមកចិត្តហៅថាពូពៅទៅហា